ឬបែបនេះគេយកសេរឹតតែតក់ស្លុតអ្នកមកទីនេះដើម្បីស្វែងរកឱកាសដើម្បីក្លាយជាអមតាឬបាននរណាម្នាក់និយាយថាពួកគេអាចក្លាយជាអមតាក្នុងលោកនេះពួកគេមិនជឿទេប៉ុន្តែខ្ញុំជាអ្នកនិយាយដូច្នេះនាងបានធ្វើជាសាក្សីឲ្យខ្ញុំបោះបង់ចោលការដាំដុះរបស់ខ្ញុំដើម្បីមកទីនេះបាទខ្ញុំមកទីនេះដើម្បីស្វែងរកឱកាសដើម្បីក្លាយជាអមតាខ្ញុំមកក្បាលជាការឆ្លើយតបខ្ញុំដឹងថាការកុហកនេះទំនងជាត្រូវបានលាតត្រដាងនៅពេលក្រោយប៉ុន្តែប្រសិនបើខ្ញុំមិនបានបញ្ឆោតស្ត្រីនេះទេក្បាលរបស់ខ្ញុំប្រហែលជានឹងរលាយបាត់ទៅហើយនៅពេលនេះព្រោះព្រះតេជគុណអម្ដៈជាអ្នកការពារមនុស្សជាតិកន្លែងនេះដាច់ឆ្ងាយពីធម៌ពលខាងវិញ្ញាណនៃពិភពលោកលែងឃើញមនុស្សបន្តស្វែងរកអមតៈដោយឥតឈប់ឈរនៅឡើយប៉ុន្តែពួកគេរស់នៅដោយគ្មានកង្វល់អ្វីត្បិតតែធម៌ពលខាងវិញ្ញាណនៅទីនេះស្ដាងក៏ដោយវាគឺជាកន្លែងដ៏ស័ក្តិសមបំផុតក្នុងការយល់ដឹងអំពីមហាដាវក្បាលរបស់ខ្ញុំហៀបនឹងផ្ទុះនៅពេលខ្ញុំលោតឡើងតើខ្ញុំអាចបញ្ឆោតស្ត្រីម្នាក់នេះបានឬអត់អាស្រ័យលើទង្វើមួយនេះវាប្រែថាវាដូចនេះគេយកសេងមកក្បាលតិចគាត់ពិតជាមិននឹកស្មានថាអ្នកដាំដុះដ៏មានឥទ្ធិពលម្នាក់នៅ Manifestation Realm នឹងស្វែងរកការស្លាប់ដោយសារតែរឿងបែបនេះគាត់បានយល់អំពីហេតុនិងផលចុះហេតុអីក៏អញថាខ្ញុំទៅវិញសំណួររបស់គេយកសេបានធ្វើឲ្យខ្ញុំមានការប្រុងប្រយ័ត្នខ្ញុំគិតតែពីរបៀបប្រឌិតរឿងរបៀបបង្កើតរឿងដែលខ្ញុំព្យាយាមសម្លាប់ខ្លួនដោយថាប់អ្នកដែលខ្ញុំស្គាល់ខ្ញុំមិនអាចនិយាយបានថាខ្ញុំពិតជាត្រូវបានគេមិនគោរពប្រសិនបើខ្ញុំនិយាយដូច្នេះខ្ញុំប្រហែលជាស្លាប់នៅវិនាទីបន្ទាប់ប៉ុន្តែនៅពេលនេះគេយកសេកំពុងគិតផ្ទុយពីអ្វីដែលខ្ញុំរំពឹងទុកនៅក្នុងគំនិតរបស់នាងអ្នកមានអំណាចដែលមានការដាំដុះជឿនលឿននិងមិនធ្វើអ្វីដែលហួសចិត្តនោះទេវាស្ថិតនៅក្រោមសេចក្តីថ្លៃថ្នូររបស់ពួកគេទាំងស្រុងខ្ញុំមានអារម្មណ៍ថាជឿក្បាលយ៉ាងខ្លាំងគាត់មិនអាចបង្កើតរឿងបានទៀតទេដូច្នេះគាត់ទើបតែបោះបង់គោខ្ញុំបានចូលចិត្តអ្នកហើយចង់ខ្លាចជាដៃគូ Deus របស់អ្នកតើអ្នកគិតយ៉ាងណាពាក្យទាំងនោះបានធ្វើឲ្យខ្ញុំមានភាពអាម៉ាស់និងខឹងសម្បាជាខ្លាំងដែលអាចធ្វើឲ្យខ្ញុំចង់តស៊ូរហូតដល់ស្លាប់ឥឡូវនេះគាត់និយាយថាគាត់ចង់ឲ្យអ្នកផ្សេងទៀតខ្លាចជាដៃគូ Deus របស់គាត់គេយកសេពោពេញដោយភាពអៀនខ្មាស់និងកំហឹងប៉ុន្តែគាត់ដឹងថាខ្ញុំមិននិយាយការពិតហើយគាត់នឹងមិនយកអ្វីចេញពីខ្ញុំទេដូច្នេះគាត់អាចបន្តសួរថាគូអ្នកនិយាយថាមានឱកាសខ្លាយជាមនុស្សអមតៈក្នុងលោកនេះតើពិតទេខ្ញុំភ្ញាក់ផ្អើលចំពោះសម្ដីគាត់ដាំឡើយខ្ញុំគ្រោងនឹងដាក់អ្វីទាំងអស់ឲ្យនៅទេប៉ុន្តែខ្ញុំមិននឹកស្មានថាស្ត្រីរូបនេះនឹងផ្លាស់ប្ដូរបុគ្គលិកលក្ខណៈរបស់នាងម្ដងទៀតភ្លាមនោះទេវាហាក់ដូចជាថានៅក្នុងភ្នែករបស់នាងការដាំដុះនៅតែសំខាន់ជាងខ្ញុំគិតថាខ្ញុំនឹងនៅទីនេះសម្រាប់ពេលនេះបន្ទាប់ពីនិយាយបែបនេះយកសេបានងាកហើយដើរទៅកាន់បន្ទប់គេងមេរបស់ខ្ញុំក្រឡេកមើលទ្វារបិទចិត្តខ្ញុំពិបាកចិត្តបន្តិចអំពីរបៀបបន្តពីពេលនេះទៅព្រោះការកុហកនឹងត្រូវលាតត្រដាងនៅទីបំផុតខ្ញុំដកដង្ហើមធំបើកទ្វារបន្ទប់ជួលឃើញគេយកសេអង្គុយបាត់ជើងនៅលើជុំវិញដោយពន្លឺភ្លឺស្រទន់នាងមានលក្ខណៈដូចសត្វ Celestial ក៏ហេមគូទេសចរមិនគួរបដូរសម្លៀកបំពាក់ទេខ្ញុំបោះសម្លៀកបំពាក់ថ្មីរបស់ខ្ញុំទៅលើសាឡុងចង្អុលទៅរកប្រឡាក់ឈាមរបស់ស្ត្រីយ៉ាងណាមិញគាត់កំពុងរស់នៅលើផែនដីឥឡូវនេះការស្លៀកសម្លៀកបំពាក់បុរាណគឺល្អប៉ុន្តែសម្លៀកបំពាក់ប្រឡាក់ឈាមទាំងនេះនឹងធ្វើឲ្យមនុស្សគិតខុសភ្លាមមិនទៅងូតទឹកមុនអត់ងូតទឹកត្រឹមត្រូវយីយ៉ាក់សៃមិនឆ្លើយទេប៉ុន្តែខំបូមាត់ក្រហមរបស់នាងធ្នំហើយងក់ក្បាលនាងមិនទាន់ស្គាល់ពិភពលោកនេះនៅឡើយទេហើយការដាំដុះរបស់នាងត្រូវបានបង្ក្រាបដូច្នេះហើយនាងត្រូវតែលះបង់មោទនភាពរបស់នាងហើយសហការជាមួយបរិសុទ្ធនេះជាមុនសិនម្យ៉ាងទៀតការយកចិត្តមហាដាលទាមទារឲ្យមានចិត្តស្ងប់ដូច្នេះយកល្អគួរតែព្យាយាមកែប្រែអារម្មណ៍របស់នាងមិនយូរប៉ុន្មានអ្នកទាំងពីរបានមកដល់បន្ទប់ទឹកដោយដែលគ្រប់គ្នាបានដឹងហើយថាបន្ទប់ទឹកនិងបង្គន់នៅក្នុងអាផាតមិនជួលមិនដែលស្អាតឬមិនស្អាតនោះទេចំណុចទីងទ្វារដែលខូចបំពង់ច្រេះកម្រាលអត់ប្រេះនិងក្លិនស្អុយនៃសារធាតុ bleach ចេញពីលូនេះគឺជាកន្លែងដែលអ្នកងូតទឹកទោះបីជានាងស្មានថាផ្កាឈូកនេះមិនស្អាតដូចខ្លួននាងគេយ៉ាប់សៃនៅតែស្រឡាំងកាំងដូច្នេះតើនាងខ្លាចងូតទឹកហើយផ្លាស់ប្ដូរនៅទីនេះទេខ្ញុំមិនចង់កនេះជាលើកទី1ហើយដែលហ្គីយ៉ាប់សៃមានអារម្មណ៍តស៊ូពិតប្រាកដពីបាតបេះដូងរបស់នាងគាត់មកក្បាលដោយបដិសេធងូតទឹកផ្លាស់ប្ដូរកន្លែងបែបនេះអាក្រក់ជាងស្លាប់ទៅទៀតពីមិនអីទេខ្ញុំនឹងនាំអ្នកទៅបន្ទប់មួយលក្ខខណ្ឌនៅទីនោះប្រសើរជាងខ្ញុំបានគិតខ្លួនឯងថាពេលនេះខ្ញុំគួរតែព្យាយាមឲ្យអស់ពីសមត្ថភាពដើម្បីបំពេញតាមការស្នើសុំរបស់ស្ត្រីនេះក្រៅពីនេះនាងគ្រាន់តែចង់ងូតទឹកប្រសិនបើហ្គីយ៉ាប់សៃមានឆន្ទៈជួយខ្ញុំកែលម្អការដាំដុះរបស់ខ្ញុំនាពេលអនាគតការរកលុយនឹងខ្លាយជាមួយបន្ទប់មួយហ្គីយ៉ាប់សៃមកក្បាលតិចបាទអ្នកអាចគិតថានេះជាការស្នាក់នៅផ្ទះសំណាក់វូចេញមកជាមួយខ្ញុំនៅពេលក្រោយកុំនិយាយជាមួយអ្នកផ្សេងហើយកុំបង្ហាញអត្តសញ្ញាណរបស់អ្នកបើមិនដូច្នេះទេប្រសិនបើមនុស្សមានអំណាចរកឃើញអ្នកនឹងស្លាប់យ៉ាងអាណោចអាធំពេលលើបែបនេះមុខគេយកសេងងឹតគាត់បានដឹងថាវិធីសាស្ត្រដាំដុះរបស់គាត់បច្ចុប្បន្នបានរំលោភលើការបង្ក្រាបរបស់ឋានសួគ៌ហើយប្រសិនបើគាត់បានជួបសត្រូវដ៏ខ្លាំងក្លានោះគាត់នឹងមិនសំទេពួកគេនិយាយដោយសម្ដៅទៅតំបន់នៅខាងក្រៅចិនដាថាក៏ស្ដាប់អ្នកពន្លឺដែលបើកដោយសម្លេងបានបើកដោយស្វ័យប្រវត្តិធ្វើឲ្យគេយកសេភ្ញាក់ផ្អើលព្រោះគាត់មិនបានដឹងពីការប្រែប្រួលនៃធម្មពលខាងមនុស្សលោកតតែសោះ